បងសុំសួរមួយបងសុំសួរពីអារាមគុណខ្មែរនេះបងដល់ណាហើយបងអារាមបាទអារាមគុណខ្មែរបាទបងដល់វត្តស្វាយជ្រុំយើងឆ្លងដល់យើងទៅតាមអានេះណែផ្លូវជាតិលេខ6ទៅយើងមិនទៅកាត់តាមផ្លូវសាលាណតុនអាហ្នឹងកំពុងដល់ស្វាយជ្រុំឆ្លងតាដល់ឡើងប្រុចដល់ក្លោទ្វារវត្តស្វាយជ្រុំប៉ុណ្ណាណៃថ្ងៃណាប្រគួតថ្ងៃណាបងថ្ងៃណាថ្ងៃ23នេះប្រហោះ24សុកអូ2រាត្រីជាប់គ្នានៅវត្តស្វាយជ្រុំនឹងខែតុលាយើងណាខ្ញុំចាំខែវត្តនេះឆ្លងតាដល់ឆ្លងតាដល់ឡើងមកវឹងដល់ហើយបាទឡើងមកវឹងដល់ហើយហើយមានគូណានៃខ្លះក្រៅទៀតទេសប្តាហ៍នេះលំមនេះយើងដល់វគ្គពាក់កដាលផ្ដាច់ព្រាត់ហើយគីឡូ25និងគីឡូ48ណែអូដល់ពេលអញ្ចឹងខ្ញុំនឹកឃើញអាកាលគីឡូ25និង48ដំបូងជុំភាសាតែស្មីមានជ័យនៅសូននៃគុំបាទទូងធ្លាក់អស់8បាត់បាទហើយចេញពីហ្នឹងទៅយើងដូចជាទៅឯណាទេទៅខាងលវាអែមហ្នឹងបាទតលាក់មកឈុតទៅទៀតទៅវត្តគង្រីកបាទព្រែកគង្រីកបាទហើយទៅដល់ណាទៅព្រែកភ្នៅមិនដឹងបាទព្រែកភ្នៅយើងនៅគេហៅណាញ់ស្អីពុនសាំងហ៎បាទនៅពុនសាំងនេះបាទវត្តបឹងព្រៃវត្តបឹងព្រៃបាទអូលាក់ទៅខ្លះទៅឥឡូវសល់តែគីឡូ25សល់4នាក់ទេគីឡូ43សល់4នាក់នេះថ្ងៃទី24ខែតុលាបាទគីឡូ25នេះសល់ថុលសុកហេងបាទសល់ពុកអាពុយបាទសល់រិទ្ធីរ៉ាឌីសល់វត្តតៃវ៉ាន់បាទណែនៅសល់គីឡូ25ណានឹងអ្នកណាគេឈ្នះគេឡើងទៅប៉ាក់ឈ្នះយកខ្សែកវត្តនៅបាត់ដំបងត្រៀមនៅបាត់ដំបងគេត្រៀមហើយវត្តគេវត្តកាបើមិនវត្តលកាវត្តឯកភ្នំពីព្រោះអារាមគុណខ្មែរមាន2ប្រភេទបាទហ្នឹងគឺយើងវគ្គដៃព្រាត់ហ្នឹងចាំយើងលំអិតឲ្យច្បាស់ណា48មានផលស៊ីលីនជាមួយរិទ្ធីស្វាដៃនេះចាំបានស្វាដៃទៅជារឿងបីដល់កមកបីកាភ្លឺមកឲ្យមានវេទខ្លាឋានបាទវេទខ្លាឋានប៉ះនិរដ្ឋាហ្នឹងថ្ងៃ24ណាហើយអមគូ4ទៀតមានទឿបុននីជាមួយវណ្ណាគុំភៈរត់ទេវតាត់ប៉ះរិទ្ធីអ៊ីចយធឿនចម្រើនប៉ះខឿនសវណ្ណថាហើយវេទខ្លាធានប៉ះម៉ាប់នាងផាតវេទខ្លាធាននេះវេទខ្លាឋានសង្ស័យបងប្អូននេះយ៉ាមកមើលតកូលឲ្យខ្លាមួយឋានមួយធានអានឹងថ្ងៃ24ឥឡូវយើងអាយ៉ែមកថ្ងៃ23ព្រោះថ្ងៃ23ថ្ងៃ23មាន2 4 6 8គូដែរភឿងសម្ភពប៉ះសម្អាតនរដ្ឋមាសមង្គលប៉ះម៉ាប់លីនុនផេនផាណាប៉ះមាសអរៈពុកសំណាងប៉ះព្រឹកចន្លងសំអុលចន្ទធាប៉ះសេងរតនាវណ្ណៈនាការប៉ះសម្អាតរ៉ាណុចវ៉ាណុចពុកវិឃាតបាទប៉ះម៉ាប់ម៉ាន់ទីហើយនឹងជាប៊ុនថេនប៉ះវ៉ាបាឡែនហ្នឹងបាទថាសរុបទៅនេះ6ដណ្ដប់គូ6ដណ្ដប់គូកៃឡាវវាយឡើង32នាក់ហ្នឹងជាអារាមគុណខ្មែរនៅក្នុងប្រភេទចំនួន25ហើយ48ប្រកួតគ្នាហ្នឹងបាទខ្ញុំសួរលោកគ្រូសួរអ្នកមើលអ្នកទស្សនាថាកម្មវិធីអារាមគុណខ្មែរពិតជាជួយដល់កីឡាករថ្នាក់មែនទែនមានឱកាសក្នុងការប្រកួតប្រជែងសមត្ថភាពអីចឹងណាបាទល្អមែនហើយបងលើសពីហ្នឹងទៀតបាទដែលខ្ញុំថាលើសពីហ្នឹងគឺបានន័យថាកីឡាវាជារឿងមួយការប្រកួតប្រជែងជាការផ្ដល់ឱកាសបាទក្មេងៗមានឱកាសប្រកួតប៉ុន្តែបេសកកម្មអារាមគុណខ្មែរគឺបញ្ជ្រាបនៅព័ត៌មានសំខាន់មួយចំនួនសម្រាប់សង្គមក្នុងនាមជាពលរដ្ឋខ្មែរមានចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនចូលរួមថែរក្សាអនាម័យភូមិឃុំស្រស់ស្អាតបាទចូលរួមជំរុញដល់ក្មេងៗដើម្បីឲ្យគាត់បន្តការសិក្សាបាទពីព្រោះអានោះទុនសំខាន់ណាស់ប្រមុខរដ្ឋាភិបាលលោកតែងតែនិយាយទៀតគឺការសិក្សាធនធានមនុស្សអ្នកជំនាន់ក្រោយចូលរួមផ្ដល់ព័ត៌មានអំពីការគោរពច្បាប់ចរាចរណ៍បាទហើយបូកនឹងការលេងកីឡាអញ្ចឹងវាคล้ายទៅជាសង្គមរបស់យើងមួយដែលស្រស់បំព្រងនេះជាបេសកកម្មអារាមគុណខ្មែរមិនមែនថាតែវាយបើកលុយទេបាទគឺខ្ញុំជឿថាបងប្អូនក្មួយៗគាត់នឹងបានឮ
ហើយគាត់នឹងបានគិត បាទ បើទោះមិនបានទាំងអស់មិនបានគ្រប់គ្នាប៉ុន្តែដំណឹងរបស់យើងបានទៅដល់ហើយ បានទៅដល់ បានទៅដល់ហើយ បាទបាទ បាទជាក់ស្ដែងនៅសៀមរាប បាទ នៅបាត់ដំបង បាត់ដំ នៅខេត្តកណ្ដាល បាទ នៅខេត្តកណ្ដាលនោះពីរកន្លែងនៅលវាអែមផងនៅជ្រៃធំផង បាទបាទ បាទនៅបរាយកំពង់ធំ បាទ ហើយយើងនឹងបន្តទៅដល់គេហៅបាកានខេត្តពោធិ៍សាត់ អូទៅខាងបាកាន បាទយើងនឹងបន្តទៅត្បូងឃ្មុំបាទយើងនឹងទៅបាត់ដំបង បាទ បាទនឹងទីតាំងផ្សេងទៀតក្នុងពេលដែលអារាមគុណខ្មែរនៅមានដង្ហើមបន្តទៅមុខគឺបេសកកម្មយើងគឺទៅហើយបាទឈ្មោះទៅតាមខ្លឹមសារអ្វីដែលខ្ញុំបាននិយាយ បាទបាទបាទ បាទ បាទ ហឹម ហើយស្ដាប់មើលទៅមានន័យ មានន័យ គួរតែបន្តបេសកកម្មដ៏មានតម្លៃមួយនេះបាទ គ្មានអ្នកណាស្រឡាញ់ខ្មែរជាងខ្មែរទេ ខ្មែរគ្នាឯងទេបាទ ប្រមុខរដ្ឋាភិបាលលោកតែងតែផ្ដល់នៅដំបូន្មានអំពីសេចក្តីស្រឡាញ់យើងជួយសេចក្តីស្រឡាញ់តាមរូបភាពអ្វីដែលយើងអាចធ្វើបាន បាទ បាទបងប្អូនមានជំនាញអ្វីមានជំនាញអ្វីក៏និយាយតាមនឹងទៅ បាទបាទបាទ បាទបាទ បាទ ចាំដូចជាបេសកកម្មនេះមួយចឹងខ្ញុំនិយាយប្រាប់យ៉ាងធំហ្នឹងឯង អរគុណមកណា អរគុណ អរគុណ អរគុណច្រើន